ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងបានមកហូបថ្មីមួយទៀតហើយគឺដឹងតែឆ្ងាញ់មកទៀតហើយថ្ងៃនេះហ៎ព្រោះថាយើងបានមកហូបឆាប្រហុកខ្ទិះអ៊ុនអ៊ូកចឹងណាអូខេឥឡូវយើងមកទស្សនាគ្រឿងផ្សំរបស់យើងទាំងអស់គ្នាគឺមានសាច់ជ្រូក3ជាន់ច្រាំស្បែកជ្រូកនេះយើងកុំចោលវាបងប្អូនយើងហាន់វាឲ្យតូចមកហើយយើងឆាជាមួយគ្នាគឺវាមានរសជាតិឆ្ងាញ់ហើយនឹងមានខ្ញីនេះក៏ដាក់ទៅក៏វាបង្កើនរសជាតិឈ្ងុយឆ្ងាញ់ដែរពីព្រោះថាយើងអត់មានរំដេងទេអញ្ចឹងយើងដាក់ខ្ញីទៅហើយនឹងគល់សក្រីយើងចិនបែបយើងហាន់បែបហ្នឹងក៏បានយើងហាន់អាមិនក៏បានដែរឲ្យតែបងប្អូនចង់ហាន់ហើយនឹងខ្ទឹមបុកលាយជាមួយនឹងម្ទេសឲ្យវាឡើងពណ៌ក្រហមពីព្រោះថាយើងអត់មានម្ទេសក្រៀមទេពីព្រោះថានៅប្រទេសកូរ៉េវាពិបាកនឹងរកគ្រឿងត្រូវគ្រប់ណាបងប្អូនហើយនឹងមានខ្ទឹមបារាំងយើងដាក់ទៅក៏វាបង្កើនរសជាតិឈ្ងុយឆ្ងាញ់ដែរមានស្លឹកក្រូចសើចក្រៀមដែលយើងទិញពីម៉ាតមកហ្នឹងគឺវាមានស្រស់ទេបងប្អូនក៏ប៉ុន្តែក៏វាមានរសជាតិឈ្ងុយឆ្ងាញ់ដែរហើយគ្រឿងផ្សំឆាប្រហុកខ្ទិះនេះវាមិនមែនមានតែប៉ុណ្្នឹងមកទេបងវាមានទ្របស្រួយទ្របអីទៀតអញ្ចឹងណាក៏ប៉ុន្តែធ្វើមិនយើងនៅប្រទេសគេយើងបាក់រកគ្រឿងគ្រប់ណាអញ្ចឹងយើងមានប៉ុណ្ណាយើងធ្វើប៉ុណ្្នឹងទៅតែមិនបាច់បារម្ភទេពីព្រោះថាជាមួយនឹងឆេបសរឿនធ្វើតតែឆ្ងាញ់ហ្នឹងបើមិនឆ្ងាញ់ចាក់ចោលទៀតឯងអញអើយបាញ់ផ្ទះបាញ់អត់ត្រូវមែនអូខេឥឡូវប្រហុកខ្ទិះយើងចាប់ផ្ដើមឆ្អិនបណ្ដាហើយបងប្អូនមើលទៅគួរឲ្យចង់ញ៉ាំមែនតើគឺសម្បល់វាឡើងក្រហមហ្មងទោះបីយើងអត់មានស្ករក្អមយើងអត់មានគ្រឿងគ្រប់មែនប៉ុន្តែយើងធ្វើមកវាលក្ខណៈថាដូច 100% ហើយវាថាសឹងថាដូចប្រហុកខ្ទិះគេធ្វើអាជីព 100% ដែរប៉ុន្តែយើងអាចធ្វើយកបានអញ្ចឹងប៉ុណ្ណេះណាបងប្អូនអញ្ចឹងចាំការទៀតហៅបាយហើយមានតែរៀបចំហូបបាយហ្នឹងហើយគឺចាំមើលវាតទៅមុខទៀតវាយ៉ាងម៉េចអូខេឥឡូវយើងបានចម្អិនម្ហូបពេលងាយយើងរួចរាល់អស់ហើយបងប្អូនគឺមានដូចជាប្រហុកខ្ទិះហើយនឹងបន្លែមានដូចជាស្លឹកបូកគោត្រប់វែងត្រសក់ខ្ញីហើយនឹងមើមខ្ទឹមបារាំងតែប៉ុណ្ណឹងគឺមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនមិនចាំបាច់ទៅដល់មានបន្លែច្រើនមុខឬក៏គ្រឿងគ្រប់មុខទើបយើងអាចឆាប្រហុកខ្ទិះបានទេសំខាន់ឲ្យតែយើងចេះធ្វើហើយយើងចេះផ្សំគ្រឿងឲ្យបានរសជាតិឈ្ងុយឆ្ងាញ់តាមតែមាត់យើងត្រូវការអញ្ចឹងណាហើយបន្លែយើងមិនចំបាក់រកអីច្រើនទេពីព្រោះនៅប្រទេសកូរ៉េគឺវាពិបាកនឹងរកបន្លែខ្លាំងមែនតើពីព្រោះថានៅម៉ាតគឺវាអត់មានលក់បន្លែដែលតាក់ទងនៅខ្មែរយ៉ាងទេអញ្ចឹងវាមានតែត្រសក់វាមានតែត្រប់វាមានតែស្វ័យបកគោនិងខ្ញីតិចតួចនឹងឯងបើថាយើងរកបន្លែដូចត្រប់ស្រួយត្រប់ញងឬក៏ស្លឹកអីផ្សេងដែលយើងអាចយកមកផ្ទាប់ជាមួយនឹងប្រហុកបានហ្នឹងគឺយើងរកអត់មានទេក៏ប៉ុន្តែវាមិនជាបញ្ហាទេបងប្អូនប្រហុកនេះ10000បានតែពណ៌មើលទៅតំណងគួរឲ្យឆ្ងាញ់ណាបងប្អូនតែរសជាតិក៏វាឆ្ងាញ់ដែរដោយសារយើងធ្វើពីទឹកដៃឆេបសរឿនគឺជាតិមែនតែនហ្មងចេញហូបបាយជាមួយខ្ញុំនេះគឺហូបយើងមិនគឺឆាផុកខ្ទិះហើយបាយជាមួយច្រើនហ្នឹងបងប្អូនមិនស្រួលថែមទៀតពីព្រោះម្ហូបយើងមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងលេងសើចមិនបានស្នាដៃឆេបរៀនគឺដឹងតែឆ្ងាញ់ហ្មងអញ្ចឹងបងប្អូនជួយឲ្យមើលនេះគឺខ្ញីមុនដំបូងគឺដឹងតែព្រោះខ្ញីបងប្អូនចូលចិត្តខ្ញីមែនទេដាក់ចេញមកថ្ងៃបងប្អូនថ្ងៃបើសិនបងប្អូនចេះហូបប្រហុកមិនថាប្រហុកខ្ទិះប្រហុកថៃឬប្រហុកចាហុយទេបើបងប្អូនចេះហូបជាមួយនឹងខ្ទឹមបារាំងទៀតណាគឺតែហ្មងគឺដឹងតែឆ្ងាញ់ហ្មងវាមានរសជាតិផ្អែមតិចហើយវាហាងហ្នឹងតែហាងលក្ខណៈឆ្ងាញ់អញ្ចឹងលើបងប្អូនសាហូបមើលតែនឹងជាតិខាងតិច
បើនិយាយរឿងទៅសក់នេះមួយស្អីក៏ត្រូវដែរបងប្អូនមកថាប្រហុកខ្ទិះប្រហុកចាហុយប្រហុកខៅទឹកគ្រឿងត្រីចាហុយត្រីអីទឹកត្រីផ្អែមអីយើងទៅត្រូវទាំងអស់មិនខ្លាំងបងហើយប្រហុកខ្ទិះនេះយើងថាចំណេញណាមួយយើងទុកបានយូរថ្ងៃពីមួយថ្ងៃទៅឲ្យយើងកដៅហើយពើព្រឹកឡើងមុនយើងទៅធ្វើការយើងអាចហូបបាយកឬក៏បាយផ្អែកៗនៅក្នុងចិនគេសម្ញអាចប្រាប់យើងហូបបាយពើព្រឹកមុនធ្វើការអញ្ចឹងណាវាល្អវាយើងលើយើងហូបគ្រឿងរាំងទៀតឆ្ងាញ់មិនបងថាហូបដល់ស្បៃបកគោតែតែខ្ទឹមបារាំងឆ្ងាញ់តែដាក់ខ្ទឹមបារាំងមួយខ្ទឹមបារាំងនេះបើយើងធ្វើជាលក់សម្រាប់លក់ម្ហូបដែលដិតដូចប្រហុកខ្ទិះប្រហុកឆៅគុំទៅចាក់ទៅជាមួយប្រហុកហ្នឹងគឺយើងអាចហូបវាឆ្ងាញ់អាតែបើថាលក្ខណៈទឹករឿងឬក៏ទឹកត្រីផ្អែមអីយើងហូបវាអត់ឆ្ងាញ់បងប្អូនព្រោះថាវាមានជាតិខាងតែអ្នកខ្លះគេអត់គាត់អត់ចេះហូបអញ្ចឹងអត់ចង់ហូបដល់តែបើសម្រាប់យើងចេះហូបយើងហូបជាមួយអីក៏អាចទទួលយកបានដែរព្រោះថាបើសិនជាហូបជាមួយប្រហុកវាកាន់តែឆ្ងាញ់ចឹងបងប្អូនហើយនឹងនេះទៀតបងប្អូនខ្ទឹមខំនៅក្នុងហ្នឹងហើយនឹងក៏ស្ពៃគោម្ល៉េះថាបងប្អូននៅខ្មែរមិនថានៅខ្មែរមិនថានៅណាទេគឺគាត់ចូលចិត្តហូបស្រួយបូកគោហូបស្រួយបូកគោអីគឺពេញនិយមហ្មងមិនថានៅប្រទេសខ្មែរឬក៏នៅប្រទេសកូរ៉េក៏ប៉ុន្តែបងប្អូនអត់សូវចូលចិត្តវិញទេស្ពៃបូកគោបងប្អូនចូលចិត្តតែឆុងមីឆាមីគោឡើងភ្នំឬក៏ធ្វើអីផ្សេងតែថាយកមកធ្វើលក់អត់សូវចូលចិត្តទេវាចាញ់ស្ពៃស្អោតទេស្ពៃបូកគោតែបើហូបជាមួយសាច់ជ្រូក3ជាន់ទឹកត្រីកប់កុំស្ពៃក្តោបទៅអត់ទៅស្ពៃគោតែអានេះបងប្អូននិយាយតែយើងហូបជាមួយនឹងដូចជាលក្ខណៈប្រហុកឬក៏ទឹកគ្រឿងទឹកអីអញ្ចឹងគឺអត់ឈ្នះជាមួយស្ពៃក្តោបទេអញ្ចឹងកុំឲ្យអូកន្លែងធ្វើយូរអញ្ចឹងយើងជួបគ្នាព្រឹកសិនណាបាយបាយអរគុណច្រើនដែលបានទស្សនាវីដេអូខ្ញុំបាទបាយបាយ